បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបក្សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទនៅថ្ងៃនេះគឺខ្ញុំថតមន្តជាជូនបងប្អូនមើលលេងកំសាន្តដោយរត់ដងអញ្ចឹងប៉ុន្តែលើកនេះគឺយើងថតមន្តសីដើម្បីត្រៀមចូលលេងនៅប្រហែលថ្ងៃខាងមុខនេះអញ្ចឹងប្រហែលជាថ្ងៃ7ហ្នឹងខ្ញុំលត់វេនអញ្ចឹងខ្ញុំមានពេលថែវានិងសីវាប៉ុន្តែថ្ងៃនេះខ្ញុំដាក់សីជាមួយមន់ខ្មងសាកមើលសិនថាវាអាចសីបានអត់អញ្ចឹងព្រោះមន់ខ្មងនេះយើងទុកទៅធ្វើជាបាក់សាក់ព្រោះមន់ខ្មងជើងរឹងគីឡូធ្ងន់អញ្ចឹងយើងទុកវាឡាំព្រោះមន់ខ្មងនេះជើងវារឹងជើងវាធ្ងន់អញ្ចឹងទៅយើងយកមន់យើងនឹងទុកឡំជាមួយវាដើម្បីដឹងថាមន់យើងមានកម្លាំងប៉ុណ្ណាអញ្ចឹងណាកម្លាំងជើងប៉ុណ្ណាអាចទុកវាបានអត់អញ្ចឹងប៉ុន្តែមន់ខ្មងនេះមើលទៅវាចេះសីបងប្អូនវាចេះជ្រុលក្នុងទ្រុងដើម្បីឲ្យមន់យើងនៅខាងក្រៅហ្នឹងដេញតាមដែរអញ្ចឹងណាប៉ុន្តែខ្ញុំដាក់វានៅខាងក្រៅវិញវាក៏ចេះសីដែរវាចេះកលឹងទ្រុងធ្វើឲ្យមន់យើងក្នុងទ្រុងហ្នឹងដេញតាមវារហូតអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាដាក់វាធ្វើបាក់សាក់ទៅឬត្រៀមទុកសីអីអញ្ចឹងបងប្អូនមន់នេះតាមពិតទៅបងប្អូនខ្លះឆ្ងល់ដែរថាហេតុអីមិនដាក់មន់ផ្លែឬគ្នាសីទៅចំណេញមន់ជាងខ្ញុំក៏គិតដូចបងប្អូនចឹងដែរប៉ុន្តែស្អីមន់យើងមានតិចយើងមិនទាន់មកចូលថែមទៀតបងប្អូនអញ្ចឹងមានតែយើងធ្វើវិធីសាស្ត្រនេះសិនទៅគឺព្រឹកឡើងម៉ោង5:50ខ្ញុំដាក់សាកមើលសិនប្រហែលជា3នាទី4នាទីហ្នឹងហើយក៏ថតចាក់ជូនបងប្អូនមើលលេងទៅដាក់សាកមើលថាវាអាចសីបានអត់ខ្មងអាចរត់បានអត់វាចេះសីអត់ចឹងឥឡូវវាដោយការគិតរបស់យើងមិនគឺវាអាចសីបានវាចេះសីចេះរត់ពេញទ្រុងចឹងទៅយើងក៏សម្រេចចិត្តថាទុកវាសីបងគិតថាលក់ដែរបងប្អូនគិតថាលក់តែឥឡូវដងចិត្តទុកវិញទុកសីវិញទៅសម្រាប់អាមន់ខ្មងនេះបងប្អូនមិននាំចូលក្នុងស្រុកណាគឺនាំមកពីវៀតណាមវិញទេខ្ញុំទិញមកតាំងពីវាមិនទាន់ចេះជុលឥឡូវចេះជុលខ្នាយយូរវែងហើយប៉ុន្តែវាអត់ស្រួលទេពេលណាយើងឡាំហើយយើងពាក់កង់វាខ្លាចវាចាក់មន់ផ្លែយើងអញ្ចឹងទៅបងប្អូនបើសាច់វាឡើងក្រហមបងប្អូនឡើងក្រហមហើយខ្ញុំក៏ទុកវាកាត់ពូជឥឡូវខ្ញុំគិតថាចាំតាក់តងយកមេមកទុកកាត់ពូជមន់ខ្មងលក់ហើយបងប្អូនយើងដែលគាត់ចូលចិត្តលេងមន់ខ្មងដែរអញ្ចឹងឥឡូវយើងទុកវាធ្វើបាសិនព្រោះយើងទើបតែនំចូលដែរអញ្ចឹងហើយយើងក៏ព្យាយាមនំចូលបន្ថែមរីកសម្រាប់មន់ខ្មងមកពីវៀតណាមហើយវីដេអូនោះមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមអរគុណបងប្អូនអរគ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់ហើយកុំភ្លេចចុចពាក្យជឿឬក៏ Subscribe ផង